ព្រះបន្ទូលព្រះសម្រាប់អ្នកនិពន្ធដោយអ្នកស្រី Dawn Muller និងអ្នកស្រី Diane Grabbing បោះពុម្ពនិងចែកចាយដោយមូលនិធិមរតក Lutherយ៉ូសេបត្រូវបានលក់ដោយបងរបស់គាត់ក្រោយពីបានជួបជុំគ្នាវិញជាមួយនឹងអេសាវជាបងប្រុសរបស់គាត់ហើយយ៉ាកុបនិងក្រុមគ្រួសាររបស់គាត់បានទៅរស់នៅក្នុងទឹកដីកាណានយ៉ាកុបមានកូនប្រុស12នាក់តែកូនសំណប់ចិត្តរបស់គាត់គឺមានតែយ៉ូសេបម្នាក់ប៉ុណ្ណោះយ៉ូសេបជាកូនទី11យ៉ាកុបបានឲ្យគេធ្វើអាវមួយយ៉ាងស្អាតនិងមានតម្លៃថ្លៃឲ្យយ៉ូសេបពាក់ការបងទាំងប្រមាណបានឃើញថាឪពុកស្រឡាញ់យ៉ូសេបលើជាងកូនទាំងអស់ហើយបានឲ្យកាដូដ៏មានតម្លៃពួកគេនាំគ្នាចរណែននិងស្អប់ដល់យ៉ូសេបមានថ្ងៃមួយយ៉ូសេបបានយល់សុបិនហើយទៅប្រាប់ពួកបងថាសូមស្ដាប់ការសុបិននិមិត្តរបស់ខ្ញុំសិននៅពេលយើងរាល់គ្នាកំពុងតែចងក្តាប់នៅក្នុងស្រែនោះកណ្ដាប់របស់ខ្ញុំឈរឡើងហើយកណ្ដាប់របស់ពួកបងបានមកក្រាបគ្រប់ចំពោះកណ្ដាប់របស់ខ្ញុំបន្ទាប់ពីពួកគេបានឮអំពីការនិយាយសុបិនរបស់យ៉ូសេបហើយពួកគេកាន់តែខឹងនឹងយ៉ូសេបពួកគេសួរថាតើឯងគិតថាឯងនឹងគ្រប់គ្រងលើយើងឬពួកគេក៏ស្អប់គាត់កាន់តែខ្លាំងឡើងក្រោយមកទៀតយ៉ូសេបបានយល់សុបិនស្រដៀងនឹងសុបិនអំពីកណ្ដាប់ស្រូវយ៉ូសេបបានឃើញព្រះអាទិត្យនិងព្រះច័ន្ទនិងផ្កាយទាំង11បានក្រាបគោរពដល់គាត់ក៏និយាយប្រាប់ដល់ឪពុកហើយនឹងពួកបងដែរតែពេលដែលយ៉ាកុបបានឮអំពីសុបិនរបស់យ៉ូសេបដូច្នេះគាត់បន្ទោសថាតើកូនគិតថាម្ដាយឪពុកហើយនឹងបងប្អូនទាំងអស់របស់កូននឹងក្រាបគោរពដល់កូនមែនទេពេលនោះពួកបងក៏រឹតតែចរណែនខឹងយ៉ូសេបពួកបងបានស្អប់យ៉ូសេបយ៉ាងខ្លាំងក៏នាំគ្នាសម្រេចចិត្តរិះរោចមធ្យោបាយដើម្បីកម្ចាត់គាត់ចេញតែយ៉ាកុបបានគិតទុកក្នុងចិត្តនិងចងចាំអំពីអ្វីដែលយ៉ូសេបបាននិយាយមួយរយៈក្រោយមកយ៉ាកុបបានឲ្យយ៉ូសេបចេញទៅមើលពីសុខទុក្ខរបស់ពួកបងដែលកំពុងតែខ្វៀលវងសត្វនៅឯទីវាលកាលបងបានឃើញយ៉ូសេបមកពីចម្ងាយពួកគេក៏និយាយជុំគ្នាថានោះណអាមេជើងសុបិនមកដល់ហើយចូលយើងសម្លាប់វាហើយទម្លាក់សាកសពវាទៅក្នុងអណ្ដូងនេះរួចសឹមនិយាយថាមានសត្វសាហាវបានហែកវាស៊ីទៅហើយយើងនឹងមើលថាតើនឹងមានអ្វីកើតឡើងចំពោះសុបិននោះមកប៉ុន្តែរ៉ូប៊ីនជាបងបង្អស់របស់យ៉ូសេបបាននិយាយទៅកាន់ប្អូនរបស់គាត់ថាសម្លាប់វាអីយើងគ្រាន់តែទម្លាក់វាទៅក្នុងអណ្ដូងនេះបានហើយកុំបង្ហូរឈាមរបស់វាអីរ៉ូប៊ីនមានផែនការត្រឡប់ទៅជួយសង្គ្រោះយ៉ូសេបចេញពីអណ្ដូងហើយនាំវាត្រឡប់ទៅជួបឪពុកម្ដាយវាវិញនៅពេលយ៉ូសេបបានទៅដល់ពួកបងហើយរំពេចនោះពួកគេនាំគ្នាចាប់ហែកអាវវែង
ដ៏ស្រស់ស្អាតរបស់គាត់ហើយនាំគ្នាចាប់បោះទម្លាក់យូសែបទៅក្នុងអណ្ដូងគ្មានទឹកមួយខណៈពេលពួកគេកំពុងតែបរិភោគអាហារពួកគេបានឃើញក្រុមឈ្មួញជីអូតធ្វើដំណើរទៅស្រុកអេស៊ីបដើម្បីលក់គ្រឿងទេសពួកបងរបស់យូសែបបាននាំគ្នាយកគាត់ឡើងពីអណ្ដូងមកហើយលក់ឲ្យទៅពួកឈ្មួញទុកជាទាសករក្នុងតម្លៃជាប្រាក់20 ដួងបន្ទាប់មកបងប្អូនរបស់យូសែបបានយកអាវធំដ៏ស្រស់ស្អាតរបស់គាត់ហើយហែកអាវនោះចោលពួកគេបានយកបំណែកអាវយូសែបទៅជ្រលក់នឹងឈាមពពែដែលពួកគេបានសម្លាប់ដើម្បីមើលទៅដូចជាយូសែបត្រូវបានសត្វសាហាវហែកស៊ីពេលពួកបងវិលត្រឡប់ពីចំការវិញពួកគេបានយកអាវធំរបស់យូសែបទៅឲ្យយ៉ាកុបជាឪពុករបស់ពួកគេនិយាយថាយើងបានរកឃើញអាវនេះសូមពុកពិនិត្យមើលតើវាមិនមែនជាអាវរបស់យូសែបទេឬអីលោកយ៉ាកុបស្រែកយំថាវាជាអាវធំរបស់កូនប្រុសរបស់ខ្ញុំសត្វសាហាវមុខជាបានសម្លាប់វាហើយយូសែបប្រកាសជាស្លាប់ហើយដើម្បីបង្ហាញអំពីភាពសោកសង្រេងយ៉ាកុបបានហែកសម្លៀកបំពាក់របស់គាត់រួចស្លៀកខោអាវកាន់ទុកគាត់បានកាន់ទុកយូសែបអស់រយៈពេលច្រើនថ្ងៃគ្មានកូនប្រុសឬកូនស្រីណាម្នាក់អាចជួយសម្រាលទុក្ខរបស់គាត់បានឡើយនៅពេលពួកឈ្មួញបានមកដល់ស្រុកអេស៊ីបពួកគេបានបន្តលក់យូសែបឲ្យធ្វើជាទាសកររបស់បុរសម្នាក់ឈ្មោះថាបូទីផាគឺជាមេបញ្ជាការទាហានការពារផារ៉ោនជាស្ដេចអេស៊ីបទោះបីយូសែបនៅឆ្ងាយពីក្រុមគ្រួសាររបស់គាត់ក៏ដោយក៏ព្រះជាម្ចាស់គង់នៅជាមួយគាត់និងប្រទានពរដល់គាត់ក្នុងគ្រប់ទាំងកិច្ចការទាំងអស់ដែលគាត់បានធ្វើបូទីផាគោរពស្រឡាញ់យូសែបនិងពេញចិត្តការងាររបស់គាត់យ៉ាងខ្លាំងរហូតដល់គាត់បានតែងតាំងយូសែបឲ្យមើលការខុសត្រូវលើពួកអ្នកបម្រើផ្សេងទៀតទាំងអស់របស់គាត់យូសែបមានរូបរាងសង្ហាណាស់ប្រពន្ធរបស់បូទីផាបានព្យាយាមធ្វើឲ្យយូសែបលងស្រឡាញ់នាងប៉ុន្តែយូសែបបានបដិសេធនាងដោយព្រោះយូសែបមិនស្រឡាញ់នាងប្រពន្ធរបស់បូទីផាបង្កើតពាក្យកុហកដើម្បីដាក់ទោសគាត់នាងបានកុហកថាឃើញទេទាសករជនជាតិហេប្រឺនោះបានព្យាយាមចាប់រំលោភខ្ញុំបូទីផាបានជឿពាក្យកុហករបស់ប្រពន្ធគាត់រួចក៏ឲ្យគេយកយូសែបទៅដាក់ក្នុងគុករបស់ស្ដេចផារ៉ោនសូម្បីតែនៅក្នុងគុកព្រះជាម្ចាស់នៅតែគង់ជាមួយនឹងយូសែបប្រធានគុកបានតែងតាំងយូសែបឲ្យមើលការខុសត្រូវលើអ្នកទោសផ្សេងទៀតប្រធានគុកនេះមិនបានបារម្ភអំពីអ្វីទាំងអស់ពីព្រោះយូសែបជាអ្នកទទួលខុសត្រូវព្រះជាម្ចាស់បានប្រទានភាពជោគជ័យដល់យូសែបក្នុងគ្រប់កិច្ចការទាំងអស់ដែលគាត់បានធ្វើអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសផ្សេងទៀតធ្លាប់ធ្វើការជិតស្និទ្ធជាមួយស្ដេចផារ៉ោននៅយប់មួយគាត់បានយល់សុបិនហើយក៏ប្រាប់យូសែបអំពីសុបិនរបស់គាត់ព្រះជាម្ចាស់បានប្រទានយូសែបនៅសមត្ថភាពអាចកាត់ស្រាយការយល់សុបិនរបស់អ្នកទោសទាំងឡាយយូសែបបានប្រាប់អ្នកទោសថាកាលពីមុនអ្នកគឺជាអ្នកបម្រើដ៏ពិសេសរបស់ស្ដេចផារ៉ោនសុបិននិមិត្តរបស់អ្នកគឺមានន័យថាអ្នកនឹងបានក្លាយជាអ្នកបម្រើរបស់ទ្រង់សារជាថ្មីម្ដងទៀត3ថ្ងៃក្រោយមកសុបិនរបស់អ្នកទោស
បានខ្លាចជាការពិតគឺគាត់ត្រូវបានដោះលែងពីគុកហើយបានទៅធ្វើការឲ្យស្ដេចផារ៉ោនឡើងវិញដល់ផុត2ឆ្នាំមកនោះស្ដេចផារ៉ោនទ្រង់សុបិននិមិត្តយ៉ាងចម្លែកថាទ្រង់ឈរនៅមាត់ទន្លេហើយឃើញមានគោញី7ក្បាលមានសាច់ច្រើនហើយធាត់ល្អឡើងពីទន្លេមកវាស៊ីស្មៅលើទីវាលរួចមកមានគោញី7ទៀតឡើងពីទន្លេមកវាស្គមហើយអាក្រក់មើលផងក៏ឈរនៅក្បែរមាត់ទន្លេជិតគោឯទៀតគោសង្គមហើយអាក្រក់មើលនោះបានស៊ីលេបគោទាំង7ក្បាលដែលធាត់ល្អនោះអស់ទៅស្ដេចផារ៉ោនទ្រង់តានឡើងរួចទ្រង់ផ្ទុំពំលក់ទៅវិញក៏សុបិននិមិត្តចម្លែកជាថ្មីម្ដងទៀតមានគួរស្រូវ7មានក្របធំត្រោះល្អបែកមេឃឡើងនៅដើមតែមួយរួចក៏មានគួរស្រូវ7តូចហើយស្កកដោយខ្យល់ពីទិសខាងកើតបែកមេឃមកខាងក្រោយឯគួរស្រូវតូចក៏លេបគួរស្រូវធំត្រោះល្អទាំង7នោះទៅរួចស្ដេចផារ៉ោនទ្រង់តានឡើងលុះព្រឹកឡើងទ្រង់មានព្រះទ័យតបប្រមល់យ៉ាងខ្លាំងទើបចាត់គេឲ្យទៅហៅពួកហោនិងពួកអ្នកប្រាជ្ញនៅស្រុកអេស៊ីបមកតែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយនោះអ្នកបម្រើដែលយូសែបបានជួបក្នុងគុកក៏ទូលទៅផារ៉ោនថាការទូលបង្គំជាប់ឃុំក្នុងគុកទូលបង្គំបានជួបអ្នកទោសវ័យក្មេងជនជាតិហេប្រឺម្នាក់គាត់បានកាត់ស្រាយអត្ថន័យនៃសុបិននិមិត្តរបស់ខ្ញុំហើយក៏បានកើតជាការជាក់ស្ដែងដូចនឹងការកាត់ស្រាយរបស់គាត់មែនដូច្នេះខ្ញុំគិតថាទាសករវ័យក្មេងនេះនឹងអាចជួយកាត់ស្រាយសុបិនរបស់ទ្រង់បាននោះផារ៉ោនទ្រង់ចាត់គេឲ្យទៅហៅយូសែបជាប្រញាប់ហើយមានបន្ទូលថាយើងបានយល់សុបិនតែគ្មានអ្នកណាអាចកាត់ស្រាយបានសោះឥឡូវបានឮគេនិយាយពីឯងថាឯងអាចកាត់ស្រាយអត្ថន័យសុបិននិមិត្តរបស់យើងបានយូសែបទូលឆ្លើយទៅផារ៉ោនថាការនោះមិនសម្រេចលើទូលបង្គំទេគឺព្រះនឹងឆ្លើយតបចំពោះទ្រង់វិញផារ៉ោនមានបន្ទូលបញ្យលសុបិននិមិត្តរបស់ទ្រង់ទៅយូសែបដែលកំពុងស្ដាប់យ៉ាងយកចិត្តទុកដាក់យូសែបកាត់ស្រាយថាឯសុបិនរបស់ទ្រង់នោះក៏មានអត្ថន័យដូចគ្នាព្រះបានសម្ដែងឲ្យព្រះករុណាជ្រាបពីការដែលទ្រង់កំពុងធ្វើគឺថានឹងមាន7ឆ្នាំដែលសម្បូរអាហារនៅក្នុងស្រុកអេស៊ីបបន្ទាប់មកនោះនឹងមានគ្រោះទូរភឹក7ឆ្នាំវិញហើយតែព្រះបានប្រទានសុបិនដល់ទ្រង់ចំនួនរហូតដល់2ដងនោះពីព្រោះទ្រង់ច្បាស់នឹងធ្វើវាហើយវានឹងបានកើតឡើងក្នុងពេលឆាប់ៗនេះដូច្នេះព្រះចៅផារ៉ោនគួរស្វែងរកមនុស្សដែលមានប្រាជ្ញាវាងវៃដែលអាចជួយស្តុបទុកស្បៀងអាហារដើម្បីឲ្យប្រទេសមួយនេះមិនត្រូវអន្តរាយដោយគ្រោះទូរភឹកនៅពេលដែលឆ្នាំអាក្រក់ទាំង7បានមកដល់នោះផារ៉ោនពេញចិត្តនឹងផែនការរបស់យូសែបស្ដេចអេស៊ីបបានមានបន្ទូលថាចាប់តាំងពីព្រះបានសម្ដែងឲ្យឯងដឹងសេចក្តីទាំងនោះគ្មានអ្នកណាមានតម្រេះមានប្រាជ្ញាដូចឯងនេះទេគឺឯងនេះហើយដែលត្រូវកាន់កាប់ត្រួតត្រាលើប្រជាជនរបស់យើងហើយរាជយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯងព្រះចៅផារ៉ោនបានដោះចិញ្ចៀនទៅបំពាក់លើដៃយូសែបវិញក៏យកសម្លៀកបំពាក់ក្នុងវាំងមកបំពាក់គាត់នៅក្នុងស្រុកអេស៊ីបទាំងមូលមានតែផារ៉ោនប៉ុណ្ណោះដែលមានឋានៈធំជាងយូសែបមានអាយុ30ឆ្នាំនៅពេលដែលគាត់ចាប់ផ្ដើមបម្រើព្រះចៅផារ៉ោននៅក្នុងឆ្នាំសម្បូរទាំង7នោះដីបានបង្កើតផលជាបរិបូរណ៍យូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់បន្ទាប់ពី7ឆ្នាំនៃដំណាំសម្បូរហូរហៀកន្លងផុតទៅ
ឆ្នាំនៃគ្រូទូរភឹកក៏ចាប់ផ្ដើមកើនឡើងដោយយូសែបបានកាត់ស្រាយកាលប្រជារាស្ត្ររបស់ស្រុកអេស៊ីបទាំងអស់បានស្រែកយំសុំអាហារពេលនោះផារ៉ោនបានបញ្ជូនឲ្យទៅជួបយូសែបបានបើកឃ្លាំងដើម្បីផ្គត់ផ្គង់ជនជាតិអេស៊ីបប្រជាជននៅទូទាំងពិភពលោកក៏បាននាំគ្នាមកប្រទេសអេស៊ីបដើម្បីទិញស្បៀងអាហារផងដែរលោកយូសែបត្រូវបានបងប្អូនប្រុសរបស់គាត់លក់ជាទាសករនៅឆ្នាំ1897មុនគ្រិស្តសករាជបន្ទាប់មកយូសែបបានចូលទៅបម្រើដល់ស្ដេចផារ៉ោននៅឆ្នាំ1894មុនគ្រិស្តសករាជព្រះបានគង់ជាមួយយូសែបនិងបានធ្វើកិច្ចការល្អៗក្នុងជីវិតរបស់គាត់ទោះបីជាគាត់ស្ថិតនៅក្នុងស្ថានភាពលំបាកលំបិនយ៉ាងណាក៏ដោយទោះបើជួបបញ្ហាលំបាកជាច្រើនយ៉ាងណាព្រះជាម្ចាស់ក៏នៅតែគង់ជាមួយនឹងយើងហើយទ្រង់បានសន្យាជួយយើងដោយយល់ដល់ព្រះនាមព្រះយេស៊ូវគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះគឺដល់ពួកអ្នកដែលទ្រង់ហៅមកតាមព្រះតម្រិះទ្រង់រ៉ូមជំពូក8ខ28